ជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះថ្ងៃនេះអ្នកគ្រូវិទ្យាការថ្នាក់ទី3ចាមេរៀនគណិតវិទ្យាចាអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះមេរៀនទី10វិធីចែកចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានបង្ហាត់តូចមួយសម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាចាគឺចំណោទចាចំណោទម្ដាយបូនណាមានផ្លែក្រូច100ផ្លែគាត់ចែកឲ្យក្មេង5នាក់ចាអញ្ចឹងគេសួរថាតើក្មេងម្នាក់ទទួលបានផ្លែក្រូចប៉ុន្មានផ្លែចាអញ្ចឹងគឺគេសួររកក្មេងម្នាក់ទទួលបានផ្លែក្រូចប៉ុន្មានផ្លែចាធ្វើប្រហែលទីយើងត្រូវចារកសិនចាអញ្ចឹងយើងរកជាមួយអ្នកគ្រូមករកអ្វីដែលគេសួរណាបងណារកផ្លែក្រូចដែលក្មេងៗម្នាក់ទទួលបានចាអញ្ចឹងឥឡូវគឺយើងរកផ្លែក្រូចហ្នឹងហើយបន្ទាប់មកយើងមកធ្វើប្រហែលទីចាអញ្ចឹងយើងមើលលំហាត់របស់យើងផ្លែក្រូចចំនួន100ចាគុណសេ100មកហើយ100ហ្នឹងគេបានប្រាប់ថាចែកទៅក្មេង5នាក់ចាអញ្ចឹង100គឺជាតំណាងចែកហើយ500គឺជាតួចែកចាអញ្ចឹងយើងចាប់ដើមចែកលេខជាមួយអ្នកគ្រូចាអញ្ចឹងកាលណាចែកលេខយើងត្រូវចាកាត់ខ្ទង់ចាយើងកាត់មកយើងមើលថាពេលដែលយើងកាត់ទៅឃើញថា10អញ្ចឹង10ធំជាង5អញ្ចឹងយើងអាចចែកបានហើយចាអញ្ចឹងយើងឲ្យម្ដងគាត់យើងឲ្យ2ដងអញ្ចឹងគុណមើល5 2ដង10គឺសេលេខ10មកចាហើយយើងធ្វើការដក0ដក0 0 1ដក1 0ចាអញ្ចឹងតម្លាក់វាចុះមកហើយយើងត្រូវថែម0នៅផលចែកចាអញ្ចឹងឥឡូវយើងឃើញហើយ100ចែកគ្នា5នាក់ម្នាក់បាន20សរសេរប្រមាណវិធីទៅជាលំហាត់100ចាទៅជាលំហាត់ជួរដេកមកចែក5នាក់អញ្ចឹងស្មើ20អញ្ចឹងយើងឆ្លើយចាយើងឆ្លើយថាក្មេងទទួលបានផ្លែក្រូចចំនួន20ផ្លែចានេះជាចម្លើយចាអញ្ចឹងឥឡូវកូនមើលអ្នកគ្រូមានផ្លែក្រូចចំនួន100ដែលដឹងថាក្នុងមួយជួរនេះគឺមាន10ផ្លែ10 20 30 40 50 60 70 80 100ចាអញ្ចឹងផ្លែក្រូច100នេះគឺចែកបានគ្នាម្នាក់គាត់ចែកគ្នា5នាក់អញ្ចឹងយើងដឹងថាចែកគ្នា5នាក់ម្នាក់បាន20ផ្លែអញ្ចឹងឥឡូវកូនមើលចាម្នាក់2នាក់3នាក់4នាក់5នាក់ចាអញ្ចឹងម្នាក់បាន20ផ្លែអញ្ចឹងលំហាត់អ្នកគ្រូមានប៉ុណ្ណឹងសង្ឃឹមថាកូនត្រឡប់ទៅផ្ទះវិញកូនមើលលំហាត់ក្នុងសភៅបន្ថែមទៀតនឹងជួយកូនកាន់តែច្បាស់សូមប្រែប្រៀនពរគុណជម្រាបលា